លេដូចតទៅនេះក្មេងគឺកូនប្រុសស្រីណាតែម៉ែឪបានឲ្យកំណត់មកហើយបានបរិបូរដោយអវយវៈគឺមានភ្នែកច្រមុះប្រជាអណ្ដាតកាយចិត្តមិនវិកលវិការវឹកបរិទ្ធអាចប្រើការតាមមុខការនីតិគឺភ្នែកអាចមើលឃើញបានច្រមុះអាចដឹងក្លិនបានប្រជាអាចស្ដាប់សូរស័ព្ទបានអណ្ដាតអាចដឹងរសជាតិបានដៃជើងអាចកម្រាត់បាត់បានចិត្តអាចគិតគូរសពគ្រប់បានឈ្មោះថាបរិបូរដោយរូបខ្លះប្រកបដោយរូបសម្បត្តិដែលគេនិយាយថាល្អដោយសាច់ជាមាត់ផងពាត់ពេញកំពុងនៃខ្មៅថ្លាដំណើរឆាត់ឆាយថែមទៀតទាំងប្រកបដោយវ័យក្មេងគឺអាយុនៅមិនតាន់ចាស់ឬថានៅកំឡុងក្រមុំជាវ័យគួរឲ្យស្រឡាញ់រាប់អានមនុស្សទោះមានរូបល្អមានវ័យក្មេងយ៉ាងណាក៏ដោយបើប្រជាចំណេះវិជ្ជាដោយមិនបានទទួលការសិក្សាអប់រំទេក៏ទៅជាគ្មានសេចក្តីរុងរឿងថ្កើងថ្កានឡើយម្យ៉ាងទៀតក្មេងដែលកើតក្នុងត្រកូលខ្ពស់ធំស្រស់ស្ដម្ភដែលទ្រព្យសម្បត្តិអាចស្លៀកពាក់សម្ពុតអាវល្អមាសពេជ្រដ៏មានតម្លៃមានប្រដាប់ប្រើប្រាស់អាចខ្វះខាតមានឈ្មោះថាពូជអ្នកធំពូជអ្នកមានទ្រព្យពូជអ្នកមានត្រកូលខ្ពស់តែបើគ្មានចំណេះដឹងអ្វីក៏គ្មានសេចក្តីរុងរឿងដែរព្រោះកិរិយាឬពាក្យសម្ដីការងាររបស់បុគ្គលល្ងងនោះបង្ហាញសញ្ញាបត្រល្ងងដែលបង្ហាប់គេរបស់ខ្លួនដែលស្វ័យប្រវត្តិលោកយកបញ្ហានេះទៅប្រៀបនឹងផ្កាចាដែលមានដើមធំខ្ពស់មានផ្កាប្រកបដោយពណ៌ក្រហមច្រាលឆ្អៅជាទីក៏ភ្នែកក្រឡេកមើលទៅឃើញល្អយកបែកប្រឡែកមកកាន់ស្រូបយកក្លិនក្រអូបតែផ្កាចាគ្មានក្លិនក្រអូបសោះឡើយបើមានតែពណ៌ល្អប៉ុណ្ណោះភមរៈជាតិទាំងឡាយក៏មិនឲ្យតម្លៃផ្កាចានេះផងឡើយដូច្នេះផ្កាចាគ្មានសេចក្តីរុងរឿងទេយ៉ាងណាមិញក្មេងបរិបូរដោយរូបវ័យឬក្មេងសម្ភពក្នុងត្រកូលដ៏វិសាលបើមិនបានទទួលការសិក្សាឲ្យមានចំណេះវិជ្ជាបញ្ញាសមត្ថភាពក៏មិនបានរុងរឿងរីករាយរៀងរៀបដរាបទៅទេក៏យ៉ាងនោះដែរប៉ុន្តែការមានរូបល្អវ័យក្មេងឬការក្នុងត្រកូលខ្ពស់ក៏រកថាជាភពមួយនៃក្មេងនោះព្រោះមានសេចក្តីល្អផ្នែកខាងក្រៅគឺរូបល្អវ័យក្មេងត្រកូលខ្ពស់រស់នៅស្រួលដោយផ្កាចាមានសេចក្តីរុងរឿងដែរព្រោះតែមានពណ៌សម្បុរល្អក្រហមឆ្អៅជាទីក៏ភ្នែកនៃអ្នកក្រឡេកមើលឃើញដឹងថាគ្មានសេចក្តីរុងរឿងសោះក៏មិនមែនដែរគឺមានសេចក្តីរុងរឿងពីផ្នែកខាងក្រៅហើយដែលជាទីប្រាថ្នានៃមនុស្សទាំងឡាយដូចពេទ្យរូបល្អវ័យក្មេងកើតក្នុងត្រកូលដ៏ពិសាលជាសេចក្តីរុងរឿងពីផ្នែកពិតមែនហើយព្រោះអ្នកណាក៏ស្រឡាញ់ពេញចិត្តចង់បានរូបល្អវ័យក្មេងត្រកូលខ្ពស់ជួរធំស្រុកស្ដាំឲ្យត្រប់ដែរប៉ុន្តែរបស់ទាំងនេះឲ្យសេចក្តីរុងរឿងមានចំនួនតិចឲ្យរយៈវេលាតិចគ្រាន់តែផ្នែកបានឃើញប៉ុណ្ណោះកាលណាបើគេដឹងថាជនរូបនោះវ័យក្មេងត្រកូលពិសាលនោះជាមនុស្សខ្លាំងគ្មានចំណេះចេះដឹងអ្វីសេចក្តីរុងរឿងរបស់ខ្លួនក៏សាបសូន្យអន់ថយចុះអស់កម្លាំងយ៉ាងឆាប់រហ័សដូចផ្កាចាដែលមានសេចក្តីរុងរឿងគ្រាន់តែពណ៌ខាងក្រៅដូច្នោះដែរដូច្នេះមនុស្សមានចំណេះវិជ្ជាទើបមានសេចក្តីរុងរឿងអាចសាងសេចក្តីរុងរឿងការពារសេចក្តីរុងរឿងឲ្យកើតឡើងឲ្យកាត់ភេទជាការបានព្រោះមានចំណេះវិជ្ជាជាខ្លាំងខាងក្នុងហេតុផលនេះទើបសុភាសិតស្រីតោប្រទេសជាប្រធានខាងលើពោលសង្កត់ថាក្មេងប្រកបដោយរូបវ័យក្មេងសម្ភពក្នុងត្រកូលដ៏ពិសាលអត់ចេះដឹងវិជ្ជាអ្វីមិនបានរុងរឿងទេដូចផ្កាចាអត់ខ្លាំងក្រអូបសុភាសិតនេះបង្ហាញសេចក្តីពិតផងចង់ឲ្យមានការភ្ញាក់ស្មារតីផងចំពោះជនដែលមានវ័យក្មេងរូបល្អត្រកូលខ្ពស់កុំឲ្យស្រវឹងត្រឹមមានវ័យក្មេងរូបល្អត្រកូលខ្ពស់ហើយមិនរវល់សិក្សាមិនយកចិត្តទុកដាក់សិក្សាចំពោះវិជ្ជានានាជាហេតុឲ្យខូចសេចក្តីរុងរឿងដោយផ្កាចាតែគ្មានក្លិនក្រអូបមានតែពណ៌ល្អខាងក្រៅប៉ុណ្ណោះរូបវ័យល្អត្រកូលយុះខ្ពស់ធនធានតែមិនមានញាណចំណេះចេះដឹងអ្វីក៏ទៀបទុនអន់គេឈ្មោះអស់សេរីពួកក្មេងគួរគ្មានថ្មីសិក្សាអើយអោងណាគ្រីចប់អត្ថបទទី8តែប៉ុណ្ណេះអត្ថបទទី9កិច្ចការអ្វីមួយដែលប្រកបដោយអំពើអត់ប្រយោជន៍ក៏រមែងមិនបានផលសំតាមប្រាថ្នាទេដោយប្រើពេលវេលាព្យាយាមបង្រៀនសត្វកបឲ្យចេះនិយាយដូចសត្វស្រែកសូម្បីច្រើនរួយដងមិនបានផលក៏អាចអង្គគឺមានឡើយភាសាទី43នៃអារម្មណ៍បបមនុស្សទាំងឡាយរមែងមានគោលបំណងបងសម្រាប់លទ្ធផលល្អអ្វីមួយហើយចោទដៃធ្វើដើម្បីឲ្យសម្រេចគោលបំណងនោះតែជួនកាលក៏បានសម្រេចជ
ពេលវេលាបង្រៀនសត្វកបក៏ចេះនិយាយដោយសត្វសេសំបីច្រើនរយដងនឹងបានផលក៏អាចអង្គើមានឡើយតើសុភាសិតនេះមានន័យទូលាយដូចម្តេចសុភាសិតនេះប្រាប់ការឥតផលតែការពីការងារដែលប្រកបដោយអំពើអត់ប្រយោជន៍ទោះប្រើពេលវេលាយូរលង់ក៏នៅតែអាចបានផលដែរព្រោះអំពើខុសទំនងគ្មានគំនងត្រូវផ្លូវប្រយោជន៍មិនចំចំណត់តែនាំឲ្យកើតផលល្អនោះយ៉ាងណាមិញយ៉ាងនេះគឺការចង់ឲ្យសម្រេចផលតែគ្រាន់តែទូលសួងប៉ុនស្រេចទេបតាអាទិទេការប្រើឱសថដែលមិនត្រូវនិងសមុទ្រឋានរោគការចង់មានបានដោយប្រកបរបរសំទានការចម្រាញ់យកព្រេងពីខ្សាច់ឬដំគ្រួការស្ងោរផ្លែដូងឬក្របល្ងដើម្បីឲ្យចេញព្រេងការគិតធ្វើចន្ទាបន្តដំណើរទៅលើអាកាសដើម្បីយកកាយមួយដួងមកគ្រាន់បំភ្លឺផ្ទះឬការតភ្លើងលក់ការចំមុតទឹកទាំងព្រឹកព្រហៀងក្នុងរដូវរងាដើម្បីលាងបាបឲ្យជ្រះពីចិត្តការចង់ជួបមុខប្រពន្ធកូនដែលស្លាប់ទៅបរៈលោកហើយដោយការយំយែកស្រែកទ្រហោយំអង្វរការចង់រួចពីសេចក្តីស្លាប់ហើយទម្លាក់ខ្លួនពុនមុខនៅលើអាកាសក្តីចូលនៅបាតសមុទ្រក្តីពួននៅក្នុងភ្នំក្តីការបង្ហាត់បង្រៀនព្រៀនប្រដៅអប់រំតែគ្មានមធ្យោបាយល្អពលក៏គ្មានវិធីសាស្ត្រគ្រប់កសលឡាក់ទាំងនេះជាដើមឈ្មោះថាកិច្ចការតែប្រកបដោយអំពើអត់ប្រយោជន៍ព្រោះលទ្ធផលទាំងឡាយតែសម្រាប់ដល់ការធ្វើគឺការងារប៉ុន្តែការងារនោះត្រូវឲ្យចំចំណុចត្រូវគំនិតដំណំដំណើរផងដែរបើធ្វើខុសទំនងក៏ជាអំពើអត់ប្រយោជន៍ទៅវិញពលគឺរមែងមិនបានផលសំតាមប្រាថ្នាទេព្រោះគេមិនដែលបានផលល្អពីការបួងសួងបានស្រន់មិនដែលជាសះស្បើយចាស់រោគព្រោះប្រើឱសថខុសនោះឡើយបើខំតែប្រកបការអត់ប្រយោជន៍បែបនោះក៏មិនខំពីប្រើពេលវេលាព្យាយាមបង្រៀនសត្វកបឲ្យចេះនិយាយដោយសត្វសេកនោះឡើយព្រោះការសន្មត់កាត់សម្គាល់ថាគេអាចប្រើពេលវេលាបង្រៀនសត្វសេកឲ្យចេះនិយាយភាសាមនុស្សបានហើយសត្វកបក៏ជាបសេកដូចគ្នានឹងសេកណាក៏បង្រៀនមិនចេះបើគិតយ៉ាងនេះហើយខំប្រើពេលបង្ហាត់សត្វកបឲ្យនិយាយច្រើនរួយច្រើនពាន់ដងក៏ដោយក៏អត់បានផលឡើយគ្រាន់តែខូចពេលទៅទេថែមទៀតប៉ុន្តែជួនកាលគេទុកការធ្វើការងារដែលឥតប្រយោជន៍នោះជាការពិសោធន៍មួយដើម្បីឲ្យដឹងលទ្ធផលថាយ៉ាងណាដែរព្រោះជួនកាលកិច្ចការងារខ្លះដែលអ្នកដទៃគិតអានស្មានយល់ថាមិនមានប្រយោជន៍មិនបានផលអ្វីឡើយតែលោកគេធ្វើពិសោធន៍មើលទៅក៏បានលទ្ធផលល្អក៏មានយ៉ាងហ្នឹងក៏មានមែនពិតតែសុភាសិតក្នុងស្រីឯបោប្រទេសនេះពោលសំដៅយកកិច្ចការអ្វីមួយដែលអ្នកប្រាជ្ញបណ្ឌិតធ្លាប់បានពិសោធន៍មកហើយថាវាគ្មានលទ្ធផលល្អគ្មានបានការគ្មានសារៈប្រយោជន៍ដូចជាចេះទៅបង្រៀនសត្វកបឲ្យចេះនិយាយភាសាមនុស្សតើនឹងមានប្រយោជន៍អ្វីប្រកាសជាមិនបានផលឡើយសុភាសិតនេះពោលបំភ្លឺសតិបញ្ញាសាធារណជនឲ្យចេះប្រកបការងារធ្វើអំពើឲ្យសមហេតុសមផលត្រូវទំនងបើចង់បានសម្រេចគោលបំណងអ្វីមួយឬបំណងចង់បានលទ្ធផលអ្វីមួយនោះលុះត្រាតែធ្វើការធ្វើមិនសោតក៏លុះតែត្រូវទំនងកំឡុងប្រយោជន៍ដែរបើធ្វើខុសទំនងកំឡុងហេតុក៏នាំឲ្យខូចវេលាទោះព្យាយាមតស៊ូបដូរបាច់យ៉ាងណាក៏ដោយក៏គ្មានលទ្ធផលផ្ដល់ប្រយោជន៍អ្វីឡើយចប់ប្រធានបទទី9តែប៉ុណ្ណេះប្រធានបទទី10មនុស្សលោកឯងព្យាទៅតាមដំណើរហេតុដែលកន្លងទៅហើយមិនជឿទុកចិត្តស្រីផ្កាមាសដែលគេបានឲ្យឧបទេសគឺបានទូមានល្អហើយមិនគិតយកទៅថតជាប្រមាណដោយគេមិនជឿទុកចិត្តនាងដែលធ្លាប់កាប់សម្លាប់គូវាសិតទី10នៃការគប់មិត្តការប្រព្រឹត្តរបស់មនុស្សទោះផ្នែកល្អក្តីអាក្រក់ក្តីដែលធ្លាប់សម្ដែងចេញមកតាមកាយវិការចិត្តជាការបង្ហាញឲ្យអ្នកដទៃស្គាល់យល់ថាជាមនុស្សល្អឬមនុស្សអាក្រក់ប៉ុន្តែជួនកាលមនុស្សអាក្រក់អាចប្រែក្លាយខ្លួនជាមនុស្សល្អឬមនុស្សល្អអាចខ្លាយទៅជាមនុស្សអាក្រក់ក៏មានមនុស្សធ្លាប់ប្រព្រឹត្តអាក្រក់ទោះធ្វើមកប្រព្រឹត្តល្អពេកក៏មតិនៃជនដទៃមិនងាយជឿទុកចិត្តងាយៗឡើយតែសុភាសិតខាងលើពោលបំភ្លឺទៅរឿងនេះដោយអธิบายតទៅមនុស្សទាំងឡាយតែងកត់សម្គាល់ថាមនុស្សនេះល្អឬអាក្រក់វាវេឬត្រង់ក៏មកពីធ្លាប់ឃើញដឹងឬធ្លាប់ជួបប្រទះថាមនុស្សនោះធ្លាប់ប្រព្រឹត្តមកពីមុខបែបណាមនុស្សនោះធ្លាប់ប្រព្រឹត្តអំពើកុហកខុសខើបោកប្រាស់បំបត្តិប្រវាញ់ធ្លាប់លួចប្លន់ធ្លាប់ប្រព្រឹត្តប្រហើនកោងកាចធ្លាប់ប្រើអំណាចសង្កត់សង្កិនញោមញីស៊ីជាមកគៀនឆ្អិនអ្នកដទៃធ្លាប់ធ្វើចិត្តជេវឆាវសហគមន៍ធ្លាប់ស៊ីសំណុកយកសំណែនធ្លាប់ប្រព្រឹត្តអនា
ផ្សេងដោយការប្រព្រឹត្តដែលគេធ្លាប់ដឹងឮឃើញយ៉ាងនេះគេក៏ចងចាំកំណត់កត់ទុកក្នុងចិត្តថាជាមនុស្សខលខូចខូខើឧបចារិតតាមការធ្លាប់ប្រព្រឹត្តរបស់បុគ្គលនោះដូច្នេះបើទុកជាខ្លួនឬលទ្ធភាពរៀបសារឬប្រព្រឹត្តរៀបសារកិរិយាស្រគត់ស្រគំប្រើសម្ដីចិត្តល្អសប្បុរសយ៉ាងណាក៏ដោយតែធ្លាប់ដឹងកិរិយាប្រព្រឹត្តរបស់ខ្លួនពីមុនមកគេមិនងាយជឿទុកចិត្តឥតសង្ស័យថាខ្លួនជាមនុស្សល្អនោះឡើយព្រោះគេពៀងតាមដំណើរហេតុដែលកន្លងទៅហើយសូម្បីជននោះបានកែប្រែចិត្តគំនិតពីខ្វៅទៅសពីទុច្ចរិតទៅសុចរិតពីខលខូចទៅត្រឹមត្រូវពីប្រហិនកោកកាចទៅជាស្លុតបូតពីអាចោតទៅជាអាចារ្យពិតក៏ដោយមនុស្សទាំងឡាយមិនងាយជឿទុកចិត្តស្និទ្ធស្នាលថាជាមនុស្សល្អសុចរិតចិត្តពិតនោះឡើយព្រោះគេធ្លាប់កាត់សម្គាល់យល់ដឹងឃើញច្បាស់លាស់ថាខ្លួនធ្លាប់ប្រព្រឹត្តទុច្ចរិតពីមុនមកដូចជាគេមិនជឿទុកចិត្តស្រីពេស្យាកាមាតែធ្លាប់ប្រព្រឹត្តពេស្យាចារលោកកាយចំណាយសាច់ឈាមកាមារម្មណ៍ចំពោះបុរសទាំងឡាយគឺជាអ្នកជោគជ័យជោគចិត្តប្រព្រឹត្តចារក្នុងរឿងនោះយូរណាស់មកហើយនោះពេលក្រោយគេបានឲ្យឧបទេសគឺទូនមានលេខប្រដាប់អប់រំបញ្យលឲ្យមានភ្នាក់កំណត់ការកំណត់គិតឃើញថារបស់នាងមានខំស្លូតរកមិនសំរុំឬខំលះបង់វាចាត់ងាកចេញពីវិស្យាចារ្យនោះប្រព្រឹត្តខ្លួនជាស្ត្រីត្រឹមត្រូវដោយស្ត្រីអ្នកល្អទាំងឡាយយ៉ាងណាក៏ដោយក៏គេមិនងាយជឿឬគេមិនងាយទុកចិត្តព្រានដែលជាអ្នកធ្លាប់សម្លាប់កាប់សម្លាប់គោលោកបានទទួលការអប់រំជាពិសេសនៅសាលាធម៌រំលះវិហារធម៌ក៏លះបង់ការសម្លាប់គោដោយអាណិតអាសូរទៅវិញយ៉ាងនេះក៏គេមិនជឿទុកចិត្តងាយឡើយការមិនជឿទុកចិត្តយ៉ាងនេះជាសត្វនេះដៅថាព្រោះគេមិនគិតយកព្រះធម៌ជាប្រមាណបានសេចក្តីថាគេមិនពិចារណាដោយអត់អន់ថាធ្វើម៉េចមនុស្សក្នុងលោកដ៏ច្រើនគង់មានតែខ្លះព្រះព្រាត់ឬប្រព្រឹត្តខុសទៀតបាបចង្រៃតែអ្វីក្នុងលោកក៏មិនទៀងទាត់ដែរអាចប្រែប្រួលបានជួនកាលមនុស្សអាក្រក់ខ្លាចជាមនុស្សល្អអាចចោលខ្លាចជាអាចារ្យស្ត្រីត្រឹមត្រូវខ្លាចជាបេស្យាការមានគំនានតែបើគេគិតតែក្នុងពាក្យគំនានថាមនុស្សនឹងប្រាក់យក្សនឹងសាច់អាក្រក់នឹងស្រូវបានដំណើរហេតុដែលកន្លងទៅហើយនោះគេក៏មិនអាចសន្និដ្ឋានដោយសេចក្តីខាងលើនេះបានឡើយប៉ុន្តែមានមនុស្សខ្លាំងដែលមានការពិនិត្យទៅជុំវិញក៏ទទួលស្គាល់យល់ដឹងថាមនុស្សទាំងឡាយព្រោះស្រីបេស្យាឬខូខៀបកកក៏ដោយដែលបានទទួលការសិក្សាអប់រំអាចផ្លាស់ប្ដូរចិត្តគំនិតមាយាទបានឃ្លាតចាកពីអំពើមិនសមរម្យមិនល្អរបស់អាក្រក់មកជាមនុស្សល្អបរិសុទ្ធបានគឺមិនមកដើរតែតាមដំណើរហេតុដែលកន្លងទៅហើយតាមម្យ៉ាងឡើយដោយរួបរួមមនុស្សលោកតែងទៀងទៅតាមដំណើរហេតុដែលកន្លងទៅហើយជារឿងធម្មតាទេព្រោះមនុស្សនោះធ្លាប់ប្រព្រឹត្តអាក្រក់មកហើយនឹងឲ្យជឿទុកចិត្តភ្លាមថាជាមនុស្សល្អដូចមិនដេចកើតដូចស្រីផ្កាមាសដូចគោគៀបកកព្រោះពេលក្រោយប្រព្រឹត្តតាមត្រូវវិញក៏គេមិនងាយជឿភ្លាមដែរតែបង្កត់សម្គាល់តែការថាមនុស្សនេះធ្លាប់ខូចដូចចរិតចិត្តចោលវានៅតែខូចដូចចរិត